សួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះគឺយើងចូលមកមើលពីរបៀបបង្កើត Google Account ឬក៏ Gmail នៅក្នុងទូរស័ព្ទដៃ iPhone ហើយការអនុវត្តនេះនៅក្នុង Android ក៏យើងអាចធ្វើបានដូចគ្នាដែររបៀបធ្វើអីហ្នឹងគឺដូចតែគ្នាទេខុសតែមួយធ្វើនៅលើ iOS មួយទៀតធ្វើនៅលើ Android អញ្ចឹងចង់ដឹងថាតើការបង្កើត Gmail ឬក៏ Google Account នៅក្នុងឆ្នាំថ្មី2026ដែលទើបតែអាប់ដេតថ្មីនេះវាខុសគ្នាពីឆ្នាំចាស់ហើយយ៉ាងម៉េចខ្លះបងប្អូនកុំភ្លេចចូលទៅទស្សនាទាំងអស់គ្នាហើយមុននឹងចូលទៅដល់ការបង្ហាញអនុវត្តសង្ឃឹមថាបងប្អូនកុំភ្លេចជួយចុច follow page ឬក៏ TikTok របស់ខ្ញុំឬក៏ subscribe នៅ channel YouTube របស់ខ្ញុំម្នាក់មួយផងអញ្ចឹងការបង្កើតនៅលើទូរស័ព្ទ iPhone នេះបងប្អូនអាចបង្កើតនៅក្នុង Safari នេះក៏បានឬក៏បងប្អូនទាញយក Google Chrome នេះយកមកបង្កើតក៏បានដែរពីរហ្នឹងយើងបង្កើតកន្លែងណាក៏បានដែរអញ្ចឹងកុំឲ្យថាខ្ញុំបង្កើតរាល់ដងមកខ្ញុំបង្កើតតែនៅក្នុង Google Chrome អញ្ចឹងឥឡូវយើងចូលមកបង្កើតនៅក្នុង Safari របស់ iPhone វិញម្ដងណាអូខេអញ្ចឹងយើងចាប់ផ្ដើមបើកកម្មវិធីនេះ Safari នេះមកចឹងអានេះវាជាប់នៅនេះចាស់បើឃើញជាប់នេះចាស់អញ្ចឹងបងប្អូនចុចកន្លែងនេះយើងបិទមួយមកវាឃើញ tab ថ្មីមកហើយអញ្ចឹងដើម្បីបង្កើត Gmail នឹងបានតើយើងត្រូវធ្វើដូចម្ដេចគឺយើងចុចខាងលើនេះមកបងប្អូនហើយបងប្អូនសរសេរពាក្យថាcreate Google account ក៏បាន sign up Google account ក៏បាន sign up Gmail ក៏បានដែរណាអញ្ចឹងវាតែមួយទេ Gmail និង Google account ណាអញ្ចឹងខ្ញុំសរសេរថា sign up Gmail ណាអូខេអញ្ចឹងយើងចុចសញ្ញាព្រួយនេះមួយមកហើយបងប្អូនរងចាំបន្តិចទៅដោយសារអ៊ីនធឺណិតរបស់ខ្ញុំវាដើររៀងយឺតដែរអញ្ចឹងដើម្បីឲ្យមានភាពងាយស្រួលនៅក្នុងការបង្កើតតែម្ដងដោយសារកន្លែងនេះអ៊ីនធឺណិតខ្ញុំយឺតណាអញ្ចឹងខ្ញុំសូមមកផ្លាស់ប្ដូរមកប្រើ Wi-Fi តែហ្មងទៅព្រោះឯការបង្កើត Gmail នេះដូចជាមិនសូវរើសអីច្រើនទេណាអញ្ចឹងយើងអាច refresh វាសារថ្មីមកឃើញទេអញ្ចឹងនៅពេលដែលយើងទៅសេថា sign up Gmail អញ្ចឹងហើយបងប្អូននឹងឃើញហើយកន្លែងនេះហើយកន្លែងនេះបងប្អូនឃើញចេះអី load អញ្ចឹងមកបងប្អូនយើងចុចកន្លែង stay in browser នេះមកណាអញ្ចឹងបងប្អូនត្រូវធ្វើអីទៀតបងប្អូនយកពាក្យថា create Gmail account នេះមកខាងលើហ្នឹងយើងចុចទៅនឹងមួយអញ្ចឹងបងប្អូនឃើញកន្លែងខាងលើនេះឃើញ profile Gmail របស់យើងហើយ account របស់យើងដោយសារនៅក្នុងនេះវាមាន Google account របស់ខ្ញុំនៅក្នុងនឹងមួយដែរអញ្ចឹងបងប្អូនមិនខ្វល់ទេបងប្អូនអូសមកខាងក្រោមមកបងប្អូនឃើញពាក្យថា create an account ណាបងប្អូនឃើញទេអញ្ចឹងយើងចុច create an account នេះមកអញ្ចឹងកន្លែងនេះគឺវានៅជាប់ជាមួយនឹង account ចាស់របស់យើងណាហើយបងប្អូនចុច dismiss នេះសិនមកហើយបងប្អូននេះចុចកន្លែងនេះចុចទៅលើ profile របស់យើងនេះមកអូខេអញ្ចឹងបងប្អូននឹងឃើញ account នឹងប្រហែលនៅក្នុងទូរស័ព្ទហ្នឹងអញ្ចឹងបងប្អូនចង់បង្កើតថ្មីបងប្អូនត្រូវធ្វើម៉េចបងប្អូននេះយក add another account ខាងក្រោមនេះមកដោយសារមាន account យើងច្រើននៅក្នុងហ្នឹងអ្នកខ្លះគាត់ឃើញ account ច្រើនអញ្ចឹងគាត់បង្កើតអត់ចេញអត់ដឹងត្រូវធ្វើម៉េចអញ្ចឹងអានេះគឺជាដំណោះស្រាយមួយទៀតណាដែលខ្ញុំអត់ធ្លាប់បង្ហាញពីមុនមកទេអញ្ចឹងបងប្អូនណាយើងយក add another account នេះមកអានឹងសម្រាប់អ្នកដែលមានគេថាជាប់ account Gmail អីនៅក្នុងហ្នឹងហើយបើសិនជាអត់ជាប់ទេវានឹងចូលដល់កន្លែងនេះនេះបើសិនជាអត់ជាប់ទេវានឹងចូលដល់កន្លែងហ្នឹងអញ្ចឹងនៅពេលដែលបងប្អូនអនុវត្តទៅចូលដល់កន្លែងហ្នឹងបងប្អូនឃើញពាក្យថា create account ហ្នឹងគេញ៉េគេឲ្យយើងបង្កើតថ្មីអញ្ចឹងយើងចុចកន្លែងហ្នឹងមួយមកហើយបងប្អូនឃើញគេដាក់កន្លែងនេះ for my personal use បានន័យថាសម្រាប់ខ្លួនឯងយើងផ្ទាល់កដាលនេះសម្រាប់ child សម្រាប់កូនក្មេងនេះសម្រាប់ការងាររកស៊ីអញ្ចឹងយើងយកតែលើនេះទៅណា for my personal use នេះមកយើងយកខាងលើហ្នឹងត្រង់ចំណុចនេះគឺគេឲ្យយើងដាក់ឈ្មោះណាឈ្មោះរបស់យើងឈ្មោះលតាំងក៏បានឈ្មោះខ្មែរក៏បានដែរអត់បញ្ហាទេណាហើយបងប្អូនចង់ដាក់ឈ្មោះអីដាក់ទៅខាងលើឈ្មោះដំបូងខាងក្រោមឈ្មោះក្រោយអញ្ចឹងបងប្អូនឲ្យចាប់ផ្ដើមដាក់ឈ្មោះអញ្ចឹងទៅអញ្ចឹងឈ្មោះនេះបងប្អូនបាច់ដាក់
តាមខ្ញុំទេហើយបើឈ្មោះដូចខ្ញុំក៏ដាក់ទៅតែបើថាអានេះគឺដាក់ឈ្មោះយើងខ្លួនឯងហ្នឹងអ្នកខ្លះគាត់ដឹងទេដាក់ទាំងឈ្មោះដាក់ទាំងអីហ្នឹងដាក់ដូចខ្ញុំមកទាំងអស់ចឹងតែម្ដងចឹងអាហ្នឹងគឺចេញមកវាឈ្មោះខ្ញុំហើយវាមិនមែនឈ្មោះបងប្អូនទេចឹងបន្ទាប់ពីបងប្អូនដាក់ឈ្មោះខ្លួនឯងរួចហើយមើលផ្ទៀងផ្ទាត់ត្រូវហើយបងប្អូនចុចនិចមួយមកត្រង់កន្លែងនេះគឺគេឲ្យយើងដាក់នៅព័ត៌មានផ្ទាល់ខ្លួនរបស់យើងដែលមានដូចជាខែយើងកើតថ្ងៃយើងកើតឆ្នាំយើងកើតអានេះគឺជាភេទរបស់យើងអញ្ចឹងបងប្អូនជឿរើមកអានេះខែយើងកើតណាខាងក្រោមនេះគឺភេទណា gender ហ្នឹងគឺភេទអញ្ចឹងស្រីfemale នេះគឺស្រី male នេះគឺប្រុសណាអញ្ចឹងខ្ញុំប្រុសខ្ញុំយក male មកហើយយើងចុច next ទៅបន្តទៀតណាអញ្ចឹងនៅដល់កន្លែងនេះហើយបងប្អូនត្រូវធ្វើអីទៀតគឺគេឲ្យនៅ username មកយើងស្រាប់ណាមាន2ខាងលើទី1ទី2ហ្នឹងបងប្អូនយកមួយណាចង់ជឿរើសមួយណាយកទៅប្រើក៏បានដែរអាហ្នឹងគឺ Gmail ដែលគេឲ្យយើងស្រាប់ដែលគេរើសឲ្យយើង automatic ហ្មងអាហ្នឹងនិយាយងាយយល់ប៉ុន្តែបើបងប្អូនអត់ស្រឡាញ់ username ទាំងពីរហ្នឹងទេខាងលើហ្នឹងបងប្អូនអាចនេះយកជំរើសទី3ដើម្បីអីណាបង្កើតដោយខ្លួនឯង create your own Gmail address បង្កើតនៅ username ឬក៏ address Gmail របស់យើងណាអាស័យដ្ឋាន Gmail របស់យើងដោយខ្លួនឯងអញ្ចឹងយើងយកអានេះមួយមកទី3អញ្ចឹងគេនឹងឲ្យយើងសរសេរកន្លែងនេះដោយខ្លួនឯងតែបងប្អូនស្រឡាញ់អីឈ្មោះអីរបស់យើង Gmail នឹងយើងចង់ដាក់អក្សរអីលេខអីអញ្ចឹងណាអញ្ចឹងវាមានកន្ទុយ @gmail.com អញ្ចឹងឧទាហរណ៍ខ្ញុំដាក់មកចឹងកន្លែងខ្លះខ្ញុំបិទបាំងហ្នឹងគឺដោយសារអីគឺដោយសារវាជាកន្លែងចំណុចសំខាន់មិនហើយក៏វាអត់ពិបាកសម្រាប់បងប្អូនទាំងអស់គ្នាអនុវត្តដែរណាអញ្ចឹងខ្ញុំដាក់ address Gmail របស់ខ្ញុំផ្ទាល់ខ្លួនដែលខ្ញុំស្រឡាញ់មកណាបន្ទាប់ពីបងប្អូនជឿនៅសរសេររួចហើយនៅខ្លួនឯងចង់បានបងប្អូនត្រូវចំណាំផងកត់ទុកឬក៏ screenshot ទុកក៏បានដែរណាថាយើងយកអាហ្នឹងយកទៅប្រើ Gmail បង្កើតជា Gmail របស់យើងហើយ Gmail ហ្នឹងហើយដែលយើងយកទៅបង្កើតជាមួយនឹង account ផ្សេងបានណាជាមួយអ្វី website អីផ្សេងអីចឹងទៅអញ្ចឹងយើងមើលថាយើងឆ្លាញ់ប៉ុណ្ណឹងហើយយើងសាកចុច next ណាយើងសាកចុច next មួយទៅអញ្ចឹងបើចាញ់ជាយើងចុច next ទៅបានន័យថា Gmail address ហ្នឹងគឺយើងបង្កើតបានហើយណាយើងនេះមិញហ្នឹងអញ្ចឹងយើងត្រូវចំណាំតែបើចុចអត់ទៅទេឃើញវា load ពណ៌ក្រហមអីហ្នឹងបានន័យថាGmail address ហ្នឹងគឺវាមានគេប្រើហើយទូទៅ Gmail address ឬក៏ username ក៏បានយើងហៅថា username ក៏បានឬក៏ address របស់យើងហ្នឹងគឺប្រើឈ្មោះអក្សរអីគឺប្រើបានតែមួយទេ address របស់យើងប៉ុន្តែបើយើងកើតទៅពណ៌ក្រហមវាអាចនឹងមានគេប្រើរួចហើយឬក៏มันអាចបង្កើតបានណាអញ្ចឹងយើងអាចបដូរឈ្មោះតិចតួចកតុយលេខអីតិចតួចអីអញ្ចឹងទៅណាបងប្អូនសង្ឃឹមថាយល់យើងបដូរឈ្មោះឬក៏លេខនៅកតុយក្បាលសញ្ញាអីតិចតួចអញ្ចឹងទៅអាហ្នឹងយើងសាកចុច next ម្ដងទៀតបើមកដល់ត្រង់នេះចំណុចនេះគឺបានន័យថាយើងអាចបង្យកឈ្មោះហ្នឹង address ហ្នឹងយកមកបង្កើតបានហើយអញ្ចឹងកន្លែងនេះគេឲ្យយើងបង្កើតលេខសម្ងាត់ដ៏រឹងមាំមួយឃើញគេដាក់ create strong password អញ្ចឹងលេខសម្ងាត់គឺវាមាន2ទី1ទី2អញ្ចឹងទី1ទី2ហ្នឹងយើងត្រូវដាក់ឲ្យដូចគ្នាហើយកុំដាក់លេខសម្ងាត់ណាដែលងាយស្រួលចាំដូចជាដាក់ថ្ងៃខែឆ្នាំកំណើតយើងឬក៏លេខទូរស័ព្ទយើងអាហ្នឹងគេងាយស្រួលចាំណាអញ្ចឹងយើងដាក់លាយអក្សរសញ្ញាអីតិចតួចទៅហើយយើងខ្លួនឯងត្រូវតែចាំកុំឲ្យពិបាកនៅពេលដែលយើងត្រូវការយកទៅប្រើប្រាស់បងប្អូនអញ្ចឹងកន្លែងទី1ទី2យើងត្រូវដាក់ឲ្យដូចគ្នាអញ្ចឹងខ្ញុំសុំដាក់ហើយអញ្ចឹងបន្ទាប់ពីបងប្អូនដាក់នៅលេខសម្ងាត់ហ្នឹងហើយបងប្អូនអាចចុចកន្លែង show password នេះបន្តិចមកដើម្បីផ្ទៀងផ្ទាត់មើលថាខាងលើនិងខាងក្រោមហ្នឹងគឺយើងបានដាក់លេខសម្ងាត់ដូចគ្នាណាមិនថាជាលេខឬក៏អក្សរអ្វីទេអញ្ចឹងដូចរបស់ខ្ញុំអញ្ចឹងដល់ពេលខ្ញុំចុចមើលទៅអាកន្លែងនេះគឺជួនកាលយើងសរសេរទៅវាអាចខុសអញ្ចឹងយើងប៉ះវិញមកយើងកែនៅលេខសម្ងាត់របស់យើងវិញមកណាបងប្អូនអញ្ចឹងបន្ទាប់ពីយើងគិតថាវាត្រឹមត្រូវហើយដូចគ្នាហើយពីរហ្នឹងយើងអាចដោះ tick ចេញចេះវិញមកហើយយើងចុច next ទៅជំហានបន្ទាប់ទៀតត្រង់កន្លែងនេះបើសិនជា load មកអញ្ចេះអីបងប្អូនមិននេះទេយើងយក not now មកណាទូរស័ព្ទខ្លះ load ទូរស័ព្ទខ្លះអត់ load បើ load មកអញ្ចឹងយើងយក not now មកហើយមកដល់ចំណុចនេះគឺគេឲ្យយើងដាក់លេខទូរស័ព្ទណាលេខទូរស័ព្ទយកទៅប្រើជាមួយ Gmail ហ្នឹងឯងកន្លែងហ្នឹងទោះបីយើងអត់ដាក់ក៏ថ្ងៃណាមួយគេនៅតែទាមទារព្រោះអីវាជាសុវត្ថិភាព
ក្រុមហ៊ុនគេទាមទារយើងដាក់លេខរហូតហ្នឹងណាយើងសមត្ថភាព account របស់យើងចឹងបងប្អូនបញ្ចូលលេខទូរស័ព្ទកន្លែងនេះមកណាចឹងកន្លែងនេះគឺយើងដាក់ទាំងអស់មកលេខទូរស័ព្ទយើងណាបើសិនជាវាអត់មានដាក់បង855អីទេដាក់ទាំងអស់មក0ប្រមាណដាក់មកណាចឹងខ្ញុំចាប់ផ្ដើមដាក់លេខទូរស័ព្ទបន្ទាប់ពីយើងដាក់លេខទូរស័ព្ទហើយយើងផ្ទៀងផ្ទាត់មើលផងតើលេខហ្នឹងត្រឹមត្រូវហើយនៅជាលេខរបស់យើងខ្លាចវាអត់ផ្ញើសារមកទៅចូលលេខគេហើយយើងគិតថាត្រូវហើយយើងចុច next កន្លែងនេះមួយមកនេះ next នេះពណ៌ខៀវហ្នឹងអញ្ចឹងគេនឹងផ្ញើលេខកូដមកណា confirm the code you receive ទីទៀតគេនឹងផ្ញើកូដចំនួន6ខ្ទង់មកលេខទូរស័ព្ទរបស់យើងហើយបងប្អូនអាចធ្វើការរងចាំបានក្នុងនេះក៏មានវិនាទីដែរអញ្ចឹងលេខកូដហ្នឹងគឺបានមកដល់ហើយបងប្អូនយើងយកលេខ6ខ្ទង់ហ្នឹងយកមកដាក់ក្នុងហ្នឹងណាឃើញលេខកូដអីក៏ได้ឲ្យតែផ្ញើចូល message របស់យើងចូលលេខទូរស័ព្ទរបស់យើងណាយក6ខ្ទង់ហ្នឹងយកមកដាក់នៅក្នុងហ្នឹងអញ្ចឹងយើងទាញមើលលេខកូដដែលក្រុមហ៊ុនផ្ញើមកណាយើងយកលេខកូដហ្នឹងមកឬក៏យើងចូលទៅមើលក្នុងប្រអប់ message របស់យើងណានេះប្រអប់ message ហ្នឹងអាហ្នឹងហើយគឺជា message យើងចុចទៅហ្នឹងមកយើងឃើញហើយនេះគេដាក់ក្រុមហ៊ុន Google ណាអញ្ចឹងយើងលេខបើកចូលមើលក៏បានឬក៏យើងមើលខាងក្រៅក៏ឃើញដែរណាយើងយកអាហ្នឹងណាយកទៅដាក់កន្លែងមិញហ្នឹងហើយ6ខ្ទង់ហ្នឹងដាក់កុំឲ្យខុសណាគេផ្ញើមកលេខអីត្រូវយកលេខហ្នឹងដាក់ណានេះយើងយកមកដាក់កន្លែងនេះមកអូខេអញ្ចឹងបន្ទាប់ពីយើងគិតថាត្រឹមត្រូវហើយយើងចុច next កន្លែងនេះមួយមកលេខកូដហ្នឹងណាយើងចុច next កន្លែងនេះមួយមកអញ្ចឹងមកដល់ចំណុចនេះគេឲ្យយើងដាក់ add recovery email ហ្នឹងអីគេបើសិនជាយើងមាន email មួយទៀតយើងដាក់កន្លែងហ្នឹងមកដើម្បីអីផ្ទៀងផ្ទាត់នៅពេលដែលយើងភ្លេចលេខសម្ងាត់អីហ្នឹងគេ reset លេខសម្ងាត់របស់យើងឈ្មោះលេខសម្ងាត់របស់យើងឲ្យយើងដាក់ថ្មីជាមួយនឹង add recovery email តែបើបងប្អូនអត់មានទេក៏អត់អីដែរយើងចុច skip មកដោយសារយើងមានលេខទូរស័ព្ទរួចហើយចុច skip មួយមកត្រង់នេះគឺគេនឹងប្រាប់ថានេះគឺជា Google account របស់យើងឬក៏ជា Gmail របស់យើងដែលយើងអាចយកទៅប្រើការនៅក្នុងកម្មវិធីផ្សេងៗបានណាបណ្ដាញសង្គមឬក៏ website ឬក៏ភ្ជាប់ជាមួយនឹង app នេះ app នោះអីចឹងទៅប៉ុន្តែការភ្ជាប់របស់យើងត្រូវប្រយ័ត្នប្រយែងផងណាគេអញ្ចឹងគឺយើងកត់អានឹងទុកហើយនឹងលេខសម្ងាត់មិញយើងដឹងហើយយើងត្រូវតែចាំណាតែភ្លេចលេខសម្ងាត់គឺយើងវាស្រួលទេយើងអាច recovery បានតែគ្រាន់តែកុំឲ្យវាយូរវែងឆ្ងាយណាអញ្ចឹងយើងប្រើអានេះជាមួយនឹងលេខសម្ងាត់ដែលខ្ញុំបានបង្កើតមិញនេះខ្ញុំដាក់ប្រើប្រាស់ទី1ទី2ដាក់ឲ្យដូចគ្នាហ្នឹងគឺយើងប្រើមួយលេខសម្ងាត់ហ្នឹងហើយនឹង username ហ្នឹងឬក៏ address ហ្នឹងណា Gmail ហ្នឹងអញ្ចឹងយើងចុច next មួយមកហើយបន្តទៀតបងប្អូនអូសមកខាងក្រោមណាយើងចុច I agree អានេះគេឲ្យយើងអានសេចក្តីណែនាំរបស់គេគោលការណ៍របស់គេអញ្ចឹងទៅបងប្អូនកុំភ្លេចជួយចុច follow page TikTok ណាឬក៏ subscribe នៅ channel របស់ខ្ញុំម្នាក់មួយផងអញ្ចឹងមកដល់ចំណុចនេះគេឲ្យយើងផ្ទៀងផ្ទាត់ដល់លេខទូរស័ព្ទមួយទៀតហើយយើងក៏អាចចូលទៅដាក់ profile របស់យើងណាអញ្ចឹងយើងចុចកន្លែងនេះមកយើងចូលទៅដាក់រើសយក profile របស់យើងសិនណាអញ្ចឹងយើងមាននៅក្នុងទូរស័ព្ទយើងយកអានេះបើអត់មានទេយើងយកអានេះមកយើងដាក់រូបតុក្កតាឬអីចឹងទៅណាអញ្ចឹងយើងចុចអានេះមួយអញ្ចឹងខាងលើគឺយើងចូលទៅយកក្នុងទូរស័ព្ទទី2គឺថតទី3នេះ file អាហ្នឹងអត់អីទេយើងយកខាងលើមកនៅរូបថតនៅក្នុងទូរស័ព្ទរបស់យើងចឹងខ្ញុំយករូបថតហើយយើងចុច tick មួយមកចឹងគេនឹង upload ណា upload រូបថតយើងចូលហើយចឹងយើងរងចាំមួយផ្លែតទៅចឹងកន្លែងនេះយើងអាចសេរីណាទំហំរូបថតរបស់យើងចង់បានប៉ុណ្ណាណាយើងព្រិចព្រមទៅតាមនឹងមកបើយើងយកប៉ុណ្ណឹងហើយបងប្អូនចុច next មកហើយយើងយក set as profile picture ជាងគេនឹង save រូបថតយើងចូលហើយជាងយើងបាន profile យើងហើយណានៅក្នុងហ្នឹងហើយយើងចុចបិទមួយសិនមកកន្លែងនេះគឺគេដាក់ add recovery phone អញ្ចឹងគេឲ្យយើងដាក់ add recovery phone ហ្នឹងគឺដើម្បីអីណាដាក់លេខទូរស័ព្ទរបស់យើងនឹងឯងដើម្បីនៅពេលដែលយើងភ្លេចលេខសម្ងាត់គឺយើងប្រើលេខទូរស័ព្ទរបស់យើងដើម្បីធ្វើការកែប្រែលេខសម្ងាត់ថ្មីរបស់យើងអីចឹងទៅអញ្ចឹងខ្ញុំចុច add recovery phone នេះឲ្យមកណាអញ្ចឹងបើយើងអត់ដាក់ទេយើងអាចប្រើបានជាមួយ recovery email តែដោយសារ recovery email យើងអត់មានយើងត្រូវតែដាក់លេខទូរស័ព្ទចឹងឡើងនេះគឺយើងដាក់លេខទូរស័ព្ទមិញមកលេខទូរស័ព្ទដែលយើងប្រើណា
ឬលេខទូរស័ព្ទនៅជាមួយយើងហើយយើងទៅប្រើរហូតចឹងមានបញ្ហាអីគេនឹងទៀងទាត់ជាមួយនឹងលេខទូរស័ព្ទនឹងឯងបន្ទាប់ពីយើងដាក់លេខទូរស័ព្ទនឹងហើយយើងចុច save មួយមកណាយើងទៀងទាត់មើលផងថាលេខនឹងត្រូវហើយនៅលេខរបស់យើងណាមើលខុសអីកែកនតាមហ្នឹងហើយត្រូវហើយយើងចុច save មកហើយចឹងកន្លែងនេះឃើញគេដាក់ add email address អីនេះហើយយើងមិនបាច់ដាក់ក៏បានដែរឬក៏យើងមានហើយក៏យើងដាក់ទៅក៏វារត់តែល្អណាមិនមែនដាក់អត់បានទេអញ្ចឹងនៅពេលដែលយើង refresh អីមកទាញមកអញ្ចឹងទៅណាអានេះបើវា load មកម្ដងទៀតយើងចុច cancel មកណាអត់អីទេអញ្ចឹងយើងថយមកវិញមកហើយយើង refresh មើលម្ដងទៀតទៅនេះឃើញដាក់ម្ដងនេះមិនមែនដាក់លេខទូរស័ព្ទទេគេដាក់ add recovery email អញ្ចឹងយើងអាចដាក់ពេលក្រោយក៏បាននៅពេលដែលយើងមាន email ហើយចាំយើងដាក់ក៏បានតែយើងអត់ទាន់មានយើងយក disme មកអូខេ disme មកយើង refresh មើលអីទៅបើឃើញ profile យើងអីនៅមានឧទានអីកន្លែងនេះយើងចុច disme មកយើងចុច disme មកណាហើយបងប្អូនមើលកន្លែង profile យើងនេះឃើញលុតឧទានអីហ្នឹងមកពីអីគេឲ្យយើង add recovery email ហ្នឹងឯងវាជារឿងសំខាន់បើមានហើយដាក់ទៅហើយបើបងប្អូនចង់ចេះដាក់អីចាំខ្ញុំបង្ហាញជូនក៏បានហើយបើសិនជាយើងមាន email recovery email យើងចង់ដាក់យើងចុច add recovery email ដូចគ្នាយើងចុចមកគ្រាន់តែយើងត្រូវការទៅយកលេខផ្ទៀងផ្ទាត់ពីក្នុង email ហ្នឹងមកទៀតអញ្ចឹងបានខ្ញុំអត់ចង់បង្ហាញទេណាបងប្អូនឃើញវាទៅ view អញ្ចឹងហ៎បានខ្ញុំអត់ចង់ធ្វើឲ្យ view វែងឆ្ងាយសម្រាប់បងប្អូនដោយសារយើងមានលេខទូរស័ព្ទហើយអញ្ចឹង recovery email ហ្នឹងយើងមិនបាច់ដាក់ក៏បានដែរនេះឃើញគេ load enter អញ្ចឹងមិនមែន recovery email មិនមែនដាក់ email ដែលយើងបង្កើត Gmail ដែលយើងបង្កើតមិញហ្នឹងទេគឺយើងដាក់ email ណាមួយ Gmail ណាមួយដែលយើងមានអញ្ចឹងនៅក្នុងនេះវា recommend ឲ្យយើងមានមួយនេះអញ្ចឹងខ្ញុំខ្ជិលសរសេរក្នុងហ្នឹងបើវាអត់មាន recommend នៅក្នុងហ្នឹងបងប្អូនសរសេរមកសរសេរ Gmail នៅក្នុងហ្នឹងមកតែអានេះខ្ញុំដូចតែប៉ះក្នុងហ្នឹងវាចេញមកស្រាប់អញ្ចឹងយើងចុច save មកណាយើង save មួយមកយើងដាក់ Gmail ហ្នឹងហើយអញ្ចឹងគេនឹងផ្ញើណាលេខកូដទៅ Gmail ហ្នឹងទៀតណាយើងចុចប៉ះទៅលើ email ហ្នឹងមកឃើញគេដាក់ send code ទេអញ្ចឹងយើងយក send code មកហើយគេឲ្យយើងដាក់លេខកូដហ្នឹងឯងអញ្ចឹងវាវែងឆ្ងាយអញ្ចឹងខ្ញុំទៅបើកនេះឬក៏ក្រុមហ៊ុនគេផ្ញើមកហើយនេះ6ខ្ទង់នៅក្នុង Gmail ហ្នឹងនេះឯងយើងយក6ខ្ទង់ហ្នឹងទៅដាក់ក្នុង cloud មិញទៀតមកណាឃើញទេយើងឬក៏យើងអាចទៅបើកនៅក្នុងប្រអប់ Gmail របស់យើងក៏បានដែរណានៅក្នុងកម្មវិធី Gmail យើងនេះឃើញទេឃើញវា load មកហើយអញ្ចឹងបើអត់ឃើញយើងអាច refresh តិចមកនេះយើងយកលេខកូដហ្នឹងណាយើងយកលេខកូដ6ខ្ទង់ហ្នឹងយកទៅដាក់ក្នុងកន្លែងមិញហ្នឹងទៅនេះដាក់ក្នុងនេះមកប៉ះក្នុងហ្នឹងសេមកអញ្ចឹងខ្ញុំខ្លាចខុសខ្ញុំទៀងទាត់មើលម្ដងទៀតទៅត្រូវហើយអូខេអញ្ចឹងបន្ទាប់ពីនេះហើយយើងចុច verify មកបងប្អូនហើយអញ្ចឹង profile របស់យើង Gmail របស់យើងវាមានលក្ខណៈពេញលេញដោយសារយើងបានដាក់នៅ recovery email ផងយើងដាក់លេខទូរស័ព្ទរបស់យើងផងអញ្ចឹង Gmail របស់យើងគឺឬក៏ account Google របស់យើងនឹងវាមានលក្ខណៈពេញលេញយើងចុចមក profile របស់យើងមកហើយយើងឥឡូវនេះឃើញ load អញ្ចឹងយើងយក disme មកហើយយើង manage Google account របស់យើងមកវាលែង load ឧទានអីមកហើយសញ្ញាឧទានអីមកហើយអញ្ចឹងយើងនេះគឺជា account Google របស់យើងដែលយើងបានបង្កើតរួចហើយអញ្ចឹង Gmail ហ្នឹងគឺយើងអាចយកទៅបង្កើតជាមួយ Facebook TikTok ឬក៏ app ផ្សេងៗជាប់ជាមួយនឹង app ផ្សេងៗបានផងដែរណាបងប្អូនអញ្ចឹងបើសិនជាបងប្អូនធ្វើទៅអត់ជោគជ័យឬក៏មានបញ្ហាអីបងប្អូនអាចសួរខ្ញុំបាននៅក្នុងវីដេអូនឹងផងដែររីករាយនឹងឆ្លើយប៉ុន្តែបើសិនជាខ្ញុំមើលទៅគឺថាខ្ញុំដូចជាប្រាប់អស់ហើយណាអីអស់ហើយក៏ខ្ញុំនឹងឆ្លើយទៅតាមនឹងបន្ថែមទៀតហើយបើខ្ញុំបានបង្ហាញជូនបងប្អូននេះគឺអស់ហើយអត់មានលក្ខក្បួនលក្ខក្បាច់ស្អីទេណាបងប្អូនចាំបងប្អូនកុំភ្លេចជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំឬក៏កុំភ្លេចជួយចុច Follow Page ឬក៏ TikTok របស់ខ្ញុំម្នាក់មួយផងអរគុណយើងទៅជួបគ្នានៅវីដេអូក្រោយជាបន្តទៀត